3អីយើងចេញទៅញ៉ាំបាយនៅមុខអង្គរសារយើងមកដល់យើងអត់ទាន់ឃ្លានហើយយើងទៅញ៉ាំបាយអង្គរហើយបានយើងឡើងទៅភ្នំសួស្តីអ្នកនរខ្ញុំទៅបាក់ខែងទៅឡើងមើលថ្ងៃរះហើយយើងឡើងទៅបាក់ខែងម៉ោង5អីហត់នៅ Just of course ថ្ងៃនេះខ្ញុំឡើងបាក់ខែងដើម្បីថតថ្ងៃរះថ្ងៃលិចថ្ងៃលិចឲ្យអ្នកនរគ្នាមើលហាថ្ងៃលិចនៅបាក់ខែងស្អាតប៉ុណ្ណាអ្នកគ្នាយើងឃើញថ្ងៃតិចតិចអីបើថាយើងអាចឡើងតន់អញ្ចឹងមិនន័យថាអត់តន់លិចទេយើងឡើងទៅប្រហែលជាល្មមដល់ម៉ោងហើយ5 នាទីបាញ់ដើរបដាហើយជីល្អខ្លាំងតែបែបបាញ់ណាតែមិនទៅស្ភាពក្រោយថ្ងៃវ៉ាវឥឡូវយើងដល់តង់មួយទៀតហើយដល់ហើយអ្នកទាំងអស់គ្នាយើងដល់លើហើយនេះខាងលើនេះយើងដើរប្រហែលខ្ទង់5 នាទីDurante la guerra civile questo tempio che era posto ហើយយើងចុះទៅវិញហើយនេះយើងចុះតាមផ្លូវមកកាត់មួយទៀតយើងចុះតាមនេះលឿនណាស់អ្នកគ្នាបើយើងទៅខាងនោះក៏ដូចគ្នាគាត់ថាតាមនោះមានច្រើនប៉ុន្តែផ្លូវនេះវារៀងប្រហែលបន្តិចផ្លូវចុះលេខឆ្នាំមកហើយកូនខ្ញុំឡើងជិត30ហើយណាបាត់ឡើងអាពីមុខហើយយើងដល់ព្រំហើយអត់ទៅឡើងចុះប្រហែលជា 7 គីឡូដែរ